នៅក្បែរអ្នកគិតវិជ្ជមានដោយផ្ដោតលើអត្ថន័យជីវិតសង្គមនិងការកសាងខ្លួនឯងនៅក្បែរអ្នកគិតវិជ្ជមានជាគន្លឹះសំខាន់នៃការរីកចម្រើនមនុស្សម្នាក់មិនអាចរស់នៅដោយឯកោពីសង្គមបានឡើយជីវិតរបស់យើងត្រូវបានជួបដោយមនុស្សនៅជុំវិញយើងដូចជាពាក្យសម្ដីគំនិតនិងអាកប្បកិរិយាដូច្នេះការជ្រើសរើសអ្នកនៅក្បែរគិតវិជ្ជមានគឺជាកត្តាសំខាន់ណាស់ដែលអាចបញ្ជូនជីវិតទៅរកភាពជោគជ័យនិងសុភមង្គលអ្នកគិតវិជ្ជមានគឺជាមនុស្សដែលមើលឃើញបញ្ហាជាឱកាសមើលឃើញការបរាជ័យជាមេរៀនហើយមើលអនាគតដោយក្តីសង្ឃឹមពួកគេមិនបដិសេធបញ្ហានោះទេប៉ុន្តែពួកគេជឿថាគ្រប់បញ្ហាតែងតែមានដំណោះស្រាយប្រសិនបើមានការអត់ធ្មត់និងការព្យាយាមនៅពេលដែលយើងនៅក្បែរមនុស្សបែបនេះយើងនឹងទទួលបាននូវថាមពលវិជ្ជមានដែលអាចជួយលើកទឹកចិត្តនិងជំរុញឲ្យយើងក្លាហានប្រឈមមុខនឹងឧបសគ្គនៅក្នុងជីវិតជាក់ស្ដែងនៅពេលដែលជួបការបរាជ័យមនុស្សគិតវិជ្ជមាននឹងមិនលើកពាក្យបំបាក់ស្មារតីទេតែវិញទៀតនឹងនិយាយពាក្យលើកទឹកចិត្តដូចជាកុំបោះបង់បរាជ័យថ្ងៃនេះជាមេរៀនសម្រាប់ថ្ងៃស្អែកឬអ្នកអាចធ្វើបានប្រសិនបើព្យាយាមបន្ថែមពាក្យសម្ដីទាំងនេះមានអំណាចបំផុតនៅក្នុងការកែលម្អស្មារតីនិងទំនុកចិត្តលើខ្លួនឯងរបស់អ្នកស្ដាប់ផ្ទុយទៅវិញបើរស់នៅក្បែរអ្នកគិតអវិជ្ជមានងាយនឹងទទួលបានការត្អូញត្អែការរិះគន់និងការបញ្ចេញទស្សនៈថាអ្វីមិនអាចធ្វើបានយូរទៅគំនិតអវិជ្ជមានទាំងនេះអាចធ្វើឲ្យយើងបាត់បង់ក្តីសង្ឃឹមបាត់បង់ជំនឿលើខ្លួនឯងនិងបោះបង់គោលដៅដោយមិនបានព្យាយាមអស់ពីសមត្ថភាពផងដែរលើពីនេះទៅទៀតការនៅក្បែរអ្នកគិតវិជ្ជមានជួយឲ្យយើងអភិវឌ្ឍចរិតលក្ខណៈល្អៗដូចជាការអត់ធ្មត់មានវិន័យការគោរពខ្លួនឯងនិងការគោរពអ្នកដទៃយើងនឹងរៀនគិតដោយមានហេតុផលមិនប្រញាប់សន្និដ្ឋាននិងមិនឆាប់អស់សង្ឃឹមនៅពេលជួបការលំបាកនេះជាមូលដ្ឋានសំខាន់សម្រាប់ភាពជោគជ័យទាំងក្នុងការសិក្សាការងារនិងជីវិតគ្រួសារជាចុងក្រោយប្រយោគនៅក្បែរអ្នកគិតវិជ្ជមានក៏ជាការរំលឹកឲ្យយើងត្រឡប់មកពិនិត្យខ្លួនឯងផងដែរព្រោះមិនត្រឹមតែជ្រើសរើសអ្នកដទៃតែប៉ុណ្ណោះទេយើងក៏គួរបណ្ដុះខ្លួនឯងឲ្យក្លាយទៅជាមនុស្សគិតវិជ្ជមានដើម្បីក្លាយជាមនុស្សដែលមានថាមពលសម្រាប់អ្នកនៅជុំវិញយើងផងដែរនៅពេលដែលមនុស្សម្នាក់គិតល្អនិយាយល្អនិងធ្វើល្អសង្គមទាំងមូលក៏នឹងរីកចម្រើនទៅតាមនោះផងដែរ